បាត់ប្រិយមិត្តជាទីមេត្រីបាននេះគឺជាទីតាំងមជ្ឈមណ្ឌលផ្ដល់ព័ត៌មានទេសចរខេត្តស្ទឹងត្រែងបាទទីតាំងនេះគឺជាកន្លែងទទួលស្វាគមន៍រថយន្តសាលាក្រុងរាជធានីភ្នំពេញកាលពីថ្ងៃទី12ខែមេសាឆ្នាំ2026បាទរថយន្តដែលដឹកប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញចំនួន30គ្រឿងដែលមានមនុស្សរហូតដល់ទៅ1200នាក់បាទដែលប្រកបធ្វើដំណើរដើម្បីមកលេងស្រុកកំណើតនៅឯទឹកដីខេត្តស្ទឹងត្រែងបាទហើយប្រកបធ្វើដំណើរតាមរថយន្តក្រុងនេះបាទដោយមិនមានបង់ប្រាក់អ្វីឡើយបាទហើយនេះគឺជាការទទួលស្វាគមន៍របស់មន្ទីរពាក់ព័ន្ធដោយមានការដឹកនាំពីខាងរដ្ឋបាលខេត្តស្ទឹងត្រែងបាទនេះគឺជាលោកអភិបាលរងខេត្តតំណាងឲ្យអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានមកជួបប្រជាពលរដ្ឋដែលគាត់ជិះតាមរថយន្តបាទរថយន្តក្រុងទាំងអស់នេះបាទគឺថាមានប្រជាពលរដ្ឋជាច្រើនបាទគាត់មកជាបន្តបន្ទាប់តាមរថយន្តក្រុងនេះបាទហើយនៅឆ្នាំនេះក្នុងខេត្តស្ទឹងត្រែងក៏មានការរៀបចំបាទដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីបាទហើយក៏មានការយកចិត្តទុកដាក់ពីខាងអាជ្ញាធរខេត្តដែរបាទដោយការដឹកនាំរបស់អាយដាមសស្ពត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងឃើញថានៅក្នុងខេត្តស្ទឹងត្រែងបច្ចុប្បន្ននេះគឺមានការអភិវឌ្ឍគ្រប់ទីកន្លែងបាទហើយមានការរៀបចំមានសភនភាពបាទជាក់ស្ដែងយើងពិនិត្យឃើញនៅតាមដងផ្លូវសំខាន់ជាពិសេសនៅក្នុងក្រុងតែម្ដងបាទឃើញថាមានការរៀបចំដើម្បីអបអរសាទរបាទក៏ដូចជាពិធីចូលឆ្នាំថ្មីបាទដើម្បីទទួលទេវតាឆ្នាំថ្មីហើយនេះក្រៅពីនេះក៏មានការយកចិត្តទុកដាក់មែនទែនបាទទទួលស្វាគមន៍ដល់ប្រជាពលរដ្ឋបាទហើយប្រជាពលរដ្ឋក៏បង្ហាញនៅក្តីញញឹមបាទនៅពេលដែលពួកគាត់បានធ្វើដំណើរតាមរថយន្តមកចតនៅមជ្ឈមណ្ឌលផ្ដល់ព័ត៌មានទេសចរនៃមន្ទីរទេសចរខេត្តស្ទឹងត្រែងនៅក្បែរមាត់ទន្លេសេកុងនេះបាទហើយក្រោយពីឃើញមានអាជ្ញាធរមានការសម្របសម្រួលស្វាគមន៍បាទពួកគាត់ពិតជារំភើបខ្លាំងណាស់បាទហើយនេះគឺជាសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធមន្ទីរទេសចរបានចូលរួមបាទជួយសម្របសម្រួលបាទនេះគឺជាសកម្មភាពជូនទឹកបាទហើយនឹងសួរសុខទុក្ខដល់បងប្អូនពុកម៉ែបងប្អូនប្រជាពលរដ្ឋបាទតាមការសាកសួរកាលពីម្សិលមិញនេះឃើញថាពួកគាត់បានអ្នកខ្លះគាត់ធ្វើការនៅរាជធានីភ្នំពេញនៅតាមបណ្ដាខេត្តមួយចំនួនបាទហើយក្រោយពីសម្រាប់ពីការងារក៏បានវិលមកស្រុកកំណើតវិញអ្នកខ្លះគាត់នៅស្រុកសៀមប៉ាងដែលជាស្រុកមួយឆ្ងាយពីទីរួមខេត្តស្ទឹងត្រែងដែរបាទហើយក្នុងនោះក៏ស្រុកបរិយអូស្វាយស្រុកថ្លាបរិវត្តស្រុកសៀមបូកបាទស្រុកក្រុងច្រើនទៀតបាទពួកគាត់បង្ហាញនៅស្នាមញញឹមនៅពេលដែលឃើញអាជ្ញាធរយកចិត្តទុកដាក់បែបនេះបាទហើយនេះគឺជាការរំភើបអ្វីដែលមិនអាចប្រៀបទៅបានបាទហើយនេះជាសកម្មភាពជាក់ស្ដែងប្រកបមានយកវ៉ាលីបាទរៀងខ្លួនបាទក្រោយពីចុះពីរថយន្តក្រុងហើយនេះគឺលោកបាទអភិបាលរងខេត្តបាទដែលគាត់ជើញចុះមកសំណេះសំណាលដោយផ្ទាល់បាទហើយដើម្បីបង្ហាញពីការទឹកចិត្តបាទនៅការស្វាគមន៍នេះគឺជាសកម្មភាពបាទជាក់ស្ដែងបាទហើយក្រោយពីការសម្របសម្រួលហើយពួកគាត់ក៏បានចាកចេញទៅតាមភូមិស្រុករៀងខ្លួនបាទអ្នកខ្លះគាត់ជិះអ្នកនៅចិត្តគាត់ជិះតាមកង់3បាទអ្នកខ្លះគាត់ជិះតាមរថយន្ត3ចុងបាទនេះគឺជាកន្លែងដែលគាត់សម្រាកបាទក្រោយពីសម្រាកគាត់អង្គុយបាត់ហត់ហើយគាត់ពិសាទឹកបាទហើយនេះគឺជាសកម្មភាពរបស់មន្ត្រីនៃមន្ទីរទេសចរខេត្តស្ទឹងត្រែងដែលគាត់ប្រចាំការនៅមជ្ឈមណ្ឌលផ្ដល់ព័ត៌មានទេសចរបាទសួរសុខទុក្ខបាទពួកគាត់ក្រោយពីបានមកដល់ខេត្តស្ទឹងត្រែងបាទថាតែគាត់ទៅណាបាទប្រកបមុខរបរអ្វីហើយមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលពិធីបុណ្យចូលឆ្នាំចិននេះចាប់ផ្ដើមមកកាន់តែគៀកមែនតែនហើយបាទហើយដោយមានការយកចិត្តទុកដាក់ពីខាងរដ្ឋបាលខេត្តមន្ទីរពាក់ព័ន្ធក៏ដូចជាមន្ទីរទេសចរបាទឥឡូវនេះឃើញថាពួកគាត់បានចាក់ចេញទៅអស់ហើយបាទនេះគឺជាឆ្នាំច្រើនមែនតើឆ្នាំ2026នេះបាទមានរថយន្តរហូតដល់ទៅ30គ្រឿងបាទក្នុងមួយថ្ងៃដំបងបាទហើយក្នុងនោះមានប្រជាពលរដ្ឋគាត់ធ្វើដំណើរមកបាទរហូតដល់យប់បាទ
ដែលមានចំនួនដល់ទៅ1200នាក់បាទធ្វើដំណើរលើរថយន្តរបស់សាលារាជធានីភ្នំពេញបាទហើយសូមបញ្ជាក់ថាការធ្វើដំណើរមកនេះគឺมันមានការបង់ថ្លៃទេហើយនៅពេលចប់កម្មវិធីមិនថាចប់កម្មវិធីបុណ្យចូលឆ្នាំថ្មីទេបាទចាប់ពីថ្ងៃនេះតទៅបាទបើសិនជាពុកម៉ែបងប្អូនប្រជាពលរដ្ឋណាដែលគាត់ចង់ធ្វើដំណើរទៅភ្នំពេញវិញឬមើលយ៉ាងម៉េចគាត់អាចធ្វើដំណើរតាមរថយន្តក្រុងនេះបានបាទដែលមានទីតាំងដូចខ្ញុំបានបញ្ជាក់ហើយថានៅមជ្ឈមណ្ឌលផ្ដល់ព័ត៌មានទេសចរបាទនៅក្បែរមាត់ទន្លេសេកុងបាទហើយពុកម៉ែបងប្អូនអាចអញ្ជើញបាទមកឡើងលើរថយន្តបាទធ្វើដំណើរបន្តទៅអ្វីដែលបងប្អូនចង់ទៅបាទហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងមានការចូលរួមបាទដោយសប្បាយរីករាយក្នុងពិធីអបអរសាទរដល់បុណ្យចូលឆ្នាំដែលខិតជិតមកដល់ខាងមុខនេះបាទហើយសូមធ្វើដំណើរទៅណាមកណាប្រកបដោយសុខសុវត្ថិភាពបាទសូមអរគុណសូមជម្រាបលា